ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិទាំង4នៃសង្កាត់សំរោងនៅព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះនៅសាលាសង្កាត់សំរោងបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិគ្រោះភូមិសំរោងជើងភូមិសំរោងកណ្ដាលនិងភូមិសំរោងត្បូងរបស់សង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញដែលមានការចូលរួមពីលោកថឹមសំអានអភិបាលនៃគណៈអភិបាលខណ្ឌព្រែកភ្នៅលោកពឹងរតនាអនុប្រធានមន្ត្រីដែនដីនគររូបនីយកម្មរាជធានីភ្នំពេញលោកស៊ូស៊ីវត្ថាប្រធានភូមិបាលខណ្ឌព្រែកភ្នៅនិងមន្ត្រីក្រមអាវ៉ាត់ព្រមទាំងមន្ត្រីសាលាខណ្ឌនិងសង្កាត់សំរោងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរក្នុងឱកាសនោះលោកស៊ូស៊ីវត្ថាប្រធានការិយាល័យភូមិបាលខណ្ឌព្រែកភ្នៅបានលើកឡើងថាការបិទផ្សាយនេះមានរយៈពេល15ថ្ងៃចាប់ពីថ្ងៃទី29ខែកញ្ញានេះតទៅដល់ថ្ងៃទី13ខែតុលាឆ្នាំ2025នេះដោយមិនគិតថ្ងៃសៅរ៍ថ្ងៃអាទិត្យឬបុណ្យទានឡើយហើយផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបលើទិន្នន័យទាំងនោះហើយលើកសំណើផ្ដាល់សិទ្ធិលើចលនវត្ថុទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានកម្មសិទ្ធិជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់ចំណែកលោកពឹងរតនាបានបញ្ជាក់ឲ្យដឹងថាការបិទផ្សាយទិន្នន័យបាល់ដីដែលទៅជាប់បញ្ជីនាពេលនោះក្នុងគោលដៅឲ្យបងប្អូនម្ចាស់ដីទាំងអស់មកពិនិត្យមើលឈ្មោះម្ចាស់ដីអក្ខរាវិរុទ្ធប្រភេទទ្រព្យនិងទំហំដីប្រសិនបើបងប្អូនប្រជាពលរដ្ឋណាមិនយល់ឬសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួនបងប្អូនមានសិទ្ធិសុំឲ្យមន្ត្រីជំនាញពន្យល់បំភ្លឺខ្លឹមសារទិន្នន័យក្បាលដីប៉ាល់ដំណឹងដល់គណៈកម្មការរដ្ឋបាលនៅរាល់ការជំទាស់របស់ខ្លួនដើម្បីពិនិត្យនិងធ្វើការកែតម្រូវជូនដោយឡែកលោកថឹមសំអានបានមានប្រសាសន៍ថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាវិធីសាស្ត្រមួយដែលយើងអាចធ្វើការចុះបញ្ជីដីធ្លីបានច្បាស់លាស់មានប្រសិទ្ធភាពនិងមានតម្លាភាពនិងធានាបាននូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីនិងធានាសុវត្ថិភាពលើដីធ្លីប្រការនេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសជាតិប្រកបដោយចីរភាពនិងសុខដុមរមនា